សារៈសំខាន់នៃសុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃហេតុដែលនាំឲ្យមានសុជីវធម៌ព្រោះធម្មជាតិមនុស្សកាលបើកើតមកហើយត្រូវតែរស់នៅជាសង្គមជាមួយមនុស្សដទៃទៀតកណ្ដាលធម្មជាតិដ៏ធំធេងនេះម្ល៉េះហើយត្រូវមានការតាក់ទងរវាងមនុស្សនិងមនុស្សរវាងមនុស្សនិងធម្មជាតិការតាក់ទងនេះនាំឲ្យមនុស្សរៀនស្គាល់អាត្មាខ្លួនឲ្យច្បាស់លាស់ម្ល៉េះហើយទៅជាមានការតាក់ទងរវាងមនុស្សនិងអាត្មាខ្លួនថែមទៀតការតាក់ទងនេះបើប្រព្រឹត្តឡើងដោយគ្មានភាពសមរម្យរមែងមានការឆ្គាំឆ្គងការប៉ះទង្គិចការសៅហ្មងជានិច្ចសុជីវធម៌មិនមែនជាបទបញ្ជានោះទេសុជីវធម៌គ្រាន់តែជាវិជ្ជាមួយសម្រាប់អប់រំមនុស្សឲ្យចេះរៀបចំសភាពខ្លួនឲ្យសមរម្យទៅតាមទំនៀមទម្លាប់និងការនិយមរបស់អ្នកផងដែលយើងត្រូវរស់នៅជាមួយដើម្បីជៀសវាងកុំឲ្យមានការទាស់ភ្នែកទាស់ត្រចៀកនិងការប៉ះទង្គិចរវាងមនុស្សដែលរស់នៅក្នុងសង្គមជាមួយគ្នាឧទាហរណ៍មនុស្សម្នាក់គ្មានកាន់សាសនាទេដល់មនុស្សនោះស្ថិតនៅក្នុងចំណោមដែលគេសូត្រធម៌ទាំងអស់គ្នាសុជីវធម៌តម្រូវឲ្យមនុស្សនោះសូត្រធម៌នឹងគេដែរដោយសុភាសិតមួយនិទានថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសយើងគួរដាក់ខ្លួនឲ្យចូលចុះជាមួយគ្រប់ចំណោមមនុស្សកុំធ្វើឲ្យប្លែកពីគេទោះការដែលគេធ្វើនោះខុសនឹងទំនៀមទម្លាប់ឬខុសនឹងចិត្តយើងក៏ដោយមូលដ្ឋានមួយទៀតដែលនាំឲ្យមានសុជីវធម៌ព្រោះធម្មជាតិមនុស្សជាសត្វខ្ពស់ជាសត្វមានសបញ្ញៈជាសត្វមានសន្ទុះទៅរកសិលធម៌ជាសត្វមានមនោសញ្ចេតនាដែលដុសខាត់ឲ្យកាន់តែល្អិតឲ្យកាន់តែថ្លាណាស់ទៅទៀតមិនឈប់ឈរលក្ខណៈសម្បត្តិទាំងប៉ុន្មាននេះរៀបចំការតាក់ទងមនុស្សនឹងមនុស្សឲ្យខុសពីការតាក់ទងរវាងសត្វនិងសត្វហើយឲ្យចេះតែមានការជឿនលឿនទៅមុខជាដរាបយើងអាចសង្កេតឃើញថាក្នុងសង្គមមនុស្សទុនទាបនៅឡើយដែលសបញ្ញៈនៅស្ដួចស្ដើងសុជីវធម៌ក៏គ្រួតគ្រាតដែរដល់សង្គមកាន់តែជឿនលឿនអរិយធម៌កាន់តែខ្ពស់សបញ្ញៈកាន់តែដុះដាលសុជីវធម៌កាន់តែរីកចម្រើនព្រោះសុជីវធម៌វិវត្តទៅតាមការវិវត្តនៃសង្គមមនុស្សសារៈសំខាន់នៃសុជីវធម៌សុជីវធម៌ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សឲ្យបានជាបុរសស្ត្រីមានឫកពាកិរិយាមិនឆ្កំឆ្គងក្នុងការប្រព្រឹត្តរបស់ខ្លួននៅពេលធម្មតានិងនៅពេលចេញមុខក្នុងជំនុំចំណោមគេវិជ្ជានេះធ្វើឲ្យជីវភាពមនុស្សមានសភាពស្លូតបូតប្រាសចាកភាពកាចសាហាវមានសភាពថ្លៃថ្នូរគួរដល់ការរស់នៅរបស់ជនទាំងឡាយដែលនៅក្នុងសង្គមជាមួយគ្នាសុជីវធម៌ព្រានប្រដៅមនុស្សអំពីលក្ខណៈសពយ៉ាងដែលមនុស្សត្រូវជៀសវាងកុំឲ្យជួបប្រទះនឹងអំពើឆ្គាំឆ្គងចំពោះសង្គមចំពោះមិត្តភ័ក្តិចំពោះគ្រួសារនិងចំពោះខ្លួនឯងសុជីវធម៌បំពុតសន្តានចិត្តមនុស្សឲ្យមានសេចក្តីសុចរិតសេចក្តីស្មោះត្រង់សេចក្តីស្ងប់សេចក្តីសន្តោសមានចរិយាល្អមានសមភាពរវាងមនុស្សទាំងអស់និងរវាងវណ្ណៈទាំងអស់គ្នាមនុស្សម្នាក់ត្រូវការណាស់ខានមិនបាននៅសុជីវធម៌នេះពីព្រោះបើយើងមិនចេះដេរអាវយើងអាចទៅជួលគេឲ្យដេរបានបើមិនចេះធ្វើម្ហូបយើងអាចទៅទិញពីផ្សារទទួលទានតែបើមិនចេះសុជីវធម៌វិញយើងមិនអាចពឹងពាក់អ្នកណាឲ្យធ្វើជំនួសយើងបានទេបើមិនចេះសុជីវធម៌ហើយយើងមិនបានពេញមុខនឹងគេទេទៅជាធ្វើអ្វីក៏ឆ្គងក៏ឆ្លើយទាំងអស់សុជីវធម៌តម្រូវឲ្យមនុស្សម្នាក់ចេះរៀបចំខ្លួនកុំឲ្យមានការឆ្កមឆ្កងក្នុងអរិយាបថណាមួយដូចជានិយាយស្ដីអង្គុយដេកដើរឡាក់ចេះរៀបចំចរិយានិងឫកពាឲ្យសមតាមកលៈទេសៈចេះរៀបចំកាយវិការក្នុងពេលសន្ទនានឹងអ្នកដទៃឬក្នុងពេលទទួលទានភោជនីយអាហារចេះប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលាចេះគោរពសិទ្ធិសម្បត្តិទ្រព្យសេចក្តីទុក្ខសោកអ្នកដទៃឡាក់